ดำรงมีបើសិនជាបងប្អូនអត់យកចិត្តទុកដាក់ទេចំណុចហ្នឹងគឺសំខាន់បំផុតជាងការតាមដាំដំឡូងមីគឺជួយបានច្រើនលើកទឹកចិត្តឲ្យបងប្អូនដែលមិនទាន់បានតាមឬក៏ដាំកន្លងមកដែលតាមឆ្នាំថ្មីឆ្នាំ2025នេះលើកទឹកចិត្តបងប្អូនឲ្យតាមជាពិសេសបងប្អូនតាមជាមួយនឹងជីកសកម្មខាត់ណានក្នុងមួយកញ្ចក់តូចនេះបងប្អូនលីត្រទឹករហូតបានរហូតដល់200លីត្របាទគឺច្រើនមែនទេការតាមដើមដំឡូងមីជាមួយនឹងខាត់ណានជួយបានអីខ្លះបងប្អូនការតាមដើមដំឡូងមីជាមួយខាត់ណានទី1ជួយបញ្ចេញឫសឲ្យបានច្រើនមើមបានច្រើនទី2គឺជួយការបង្កើនការលូតលាស់ទី3គឺជួយឲ្យដំឡូងមីហ្នឹងគឺសូបយកទឹកនិងសារធាតុចិញ្ចឹមហ្នឹងបានល្អនិងជំរុញការលូតលាស់បានលឿនទី4ហ្នឹងគឺជួយការពារជំងឺបាទជួយការពារជំងឺសម្រាប់ផ្សិតនិងសត្វល្អិតចង្រៃដែលបង្កគ្រោះថ្នាក់ដល់ដើមដំឡូងមីហ្នឹងបាទនៅពេលដែលបងប្អូនត្រាំគឺជួយច្រើនបាទនៅពេលដែលបងប្អូនត្រាំហ្នឹងគឺជួយកម្ចាត់ពពួកហ្នឹងបាទទី5គឺជួយឲ្យដំឡូងមីដុះប្រឡូកបានលឿនលូតលាស់បានលឿនជាងដំឡូងមីដែលមិនបានត្រាំបាទ6ជួយឲ្យដំឡូងមីមានសុខភាពល្អរឹងមាំដែលជាហេតុធ្វើឲ្យទិន្នផលបងប្អូនហ្នឹងគឺទទួលបានខ្ពស់បាទទី7ធ្វើឲ្យដំឡូងមីធន់ជាមួយនឹងអាកាសធាតុធន់ជាមួយនឹងកម្ដៅបាទបានយូរបាទជាងដំឡូងមីដែលមិនបានត្រាំបាទទី8ជួយការពារការឆ្លងមេរោគផ្សេងៗដែលអាចកើតមាននៅលើដំឡូងមីដែលអាចកើតមានលើដំឡូងមីការតាមដានដំឡូងមីមុនពេលដាំជាជំហានដ៏សំខាន់ដែលអាចជួយបង្កើតទិន្នផលនិងគុណភាពនៃដំឡូងមីបាទអញ្ចឹងសំខាន់មែនតើបងប្អូនការតាមដានដំឡូងមីបើសិនជាបងប្អូនអត់យកចិត្តទុកដាក់ទេចំណុចហ្នឹងគឺសំខាន់បំផុតអញ្ចឹងការតាមដានដំឡូងមីគឺជួយបានច្រើនលើកទឹកចិត្តឲ្យបងប្អូនដែលមិនទាន់បានត្រាំឬក៏ដាំកន្លងមកដែលតាមឆ្នាំថ្មីឆ្នាំ2025នេះលើកទឹកចិត្តបងប្អូនឲ្យតាមជាពិសេសបងប្អូនតាមជាមួយនឹងជីកសកម្មខាត់ណានក្នុងមួយកញ្ចក់តូចនេះបងប្អូនលីត្រទឹករហូតបានរហូតដល់200លីត្របាទគឺច្រើនមែនតើបាទអញ្ចឹងបងប្អូនអាចជ្រើសខាត់ណានហ្នឹងយកមកប្រាប់បានបាទអញ្ចឹងសូមអរគុណបងប្អូនទាំងគ្នា